តើការទទួលលុយ Facebook យើងប្រើកុងខ្មែរតើគេយកគណនីបែបណាដើម្បីយកទៅទទួលលុយពី Facebook បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទដោយសារតែខ្ញុំឃើញមានបងប្អូនច្រើនដែរមិនថាដៃថ្មីទេពេលខ្លះដៃចាស់ក៏គាត់មុំអីគាត់នៅតែសពិសពិលចំណុចហ្នឹងដែរបាទពាក់ព័ន្ធនឹងការយកកុងខ្មែរដើម្បីទៅទទួលលុយពី Facebook បងប្អូនតែងតែយល់ច្រឡំថាប្រើ Visa Card ជាពិសេសអ្នកទិញ page ខ្ញុំបាទមានន័យថា10នាក់គឺ6នាក់ទៅ7នាក់ហ្មងឲ្យតែយើងនិយាយថាបងទិញ page បច្ចុប្បន្នគឺបងអាចប្រើកុងខ្មែរបានបាទអញ្ចឹងពេលដែលគាត់អូខេថាប្រើកុងខ្មែរគឺគាត់ប្រើគាត់ផ្ញើ Visa ឲ្យយើងបណ្ដោយបាទពាក់ព័ន្ធនឹងកាតហ្នឹងគឺអត់ល្អទេបងប្អូនបាទ Visa ហ្នឹងកុំចេះតែផ្ញើឲ្យគេផ្ដេសផ្ដាសមិនល្អទេបាទអាដែលមានលេខកូដ16ខ្ទង់នៅពីលើហើយនឹងលេខកូដ expire ហ្នឹងហើយជាមួយនឹងលេខកូដ CVV 3គាត់ដាក់មកតែមួយសេតតែម្ដងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញការផ្ញើបែបនេះគឺហានិភ័យខ្ពស់មែនតើបាទគឺពាក់ព័ន្ធនឹងកាត Visa ហ្នឹងយើងផ្ញើព័ត៌មានមួយសេតឲ្យគេអញ្ចឹងគឺអត់ល្អទេអញ្ចឹងខ្ញុំសូមបញ្យល់នៅក្នុងវីដេអូនេះពាក់ព័ន្ធជាមួយនឹងការប្រើកុងខ្មែរដែលយើងយកទៅទទួលលុយពី Facebook ក៏ដូចជា set up ជាមួយនឹង page គឺគេយកកុងបែបម៉េចដើម្បីយកទៅប្រើប្រាស់ក៏ដូចជាទទួលលុយពី Facebook ហ្នឹងគេយកបែបម៉េចបាទឥឡូវខ្ញុំនឹង recommend តែ3ធនាគារទេដែលភាគច្រើនគឺខ្ញុំទទួលបាននៅមានន័យថា recommend ច្រើនគឺប្រើ3ហ្នឹងមិនមែនមានន័យថាប្រើបានតែ3ស្ថាប័នក៏ដូចជា3ធនាគារហ្នឹងទេគឺធនាគារផ្សេងក៏ប្រើបានដែរតែខ្ញុំនិយាយថាភាគច្រើនជាពិសេសគឺខ្ញុំលក់ page បច្ចុប្បន្នគឺខ្ញុំរៀបចំឲ្យបងប្អូនគឺភាគច្រើនគឺខ្ញុំប្រើតែ3ធនាគារហ្នឹងដែរបាទហើយខ្ញុំក៏ recommend 3ធនាគារហ្នឹងដូចគ្នាបាទទី1គឺខ្ញុំ recommend ឲ្យ AC បាទ AC Dida បាទហើយគណនីដែលយើងត្រូវប្រើហ្នឹងគឺយើងយកគណនីនេះគណនី Gold យើងនេះមិនមែនគណនីជា Visa Card អីទេគណនី SIN យើងហ្នឹងយកតែកុងដុល្លារមកបងប្អូនអាចមានពីរជម្រើសទី1បងប្អូនយកកុង SIN យើងនេះគណនី Mobile Wallet នេះកុងធនាគារដុល្លារហ្នឹងក៏បានយកគណនីសន្សំចៃហ្នឹងក៏បានដែរយកឲ្យតែកុងដុល្លារអាហ្នឹងពាក់ព័ន្ធនឹង AC បាទហើយទី2គឺ ABA ដូចគ្នាដែរអត់ត្រូវការកាត Visa អីទេគឺយើងយកគណនី SIN យើងនេះយកជាកុងដុល្លារនេះដូចខ្ញុំគូរំវងឲ្យបងប្អូនមើលនេះហ្នឹងហើយចុងក្រោយគឺធនាគារប្រាសាដែលខ្ញុំ recommend ដែរដូចគ្នាដែរអត់មានប្រើកាតរឹងឬមួយក៏ Visa អីទេគឺកុង SIN យើងនេះកុង SIN យើងដែលមានលេខកូដជាលេខនេះហើយជាយកជាគណនីដុល្លារនេះបាទគឺយកអាហ្នឹងដើម្បីយកទទួលលុយពី Facebook បាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនមើលហើយនឹងយល់គ្រប់គ្នាលែងច្រឡំហើយមួយទៀតបញ្ជាក់គឺពាក់ព័ន្ធនឹងកាត Visa នេះកុំចេះតែផ្ញើឲ្យគេផ្ដេសផ្ដាសបងប្អូនបាទមិនល្អទេបាទបើសិនជាគិតថាវីដេអូនេះល្អសម្រាប់បងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទ